កាលពីយូរលង់មកហើយនៅក្នុងភូមិស្រែដ៏ស្ងប់ស្ងាត់មួយមានក្មេងប្រុសពីរនាក់រស់នៅជាសាច់ញាតិនឹងគ្នាម្នាក់ឈ្មោះសុកស្លូតជាក្មេងប្រុសមានចិត្តសប្បុរសស្រឡាញ់សត្វអាណិតសត្វម្នាក់ទៀតឈ្មោះសុកកាចមានចិត្តកាចស្រឡាញ់ការប្រកួតចូលចិត្តបាញ់ធ្នូនិងសម្លាប់សត្វថ្ងៃមួយមេឃភ្លឺស្រឡះខ្យល់បក់បន្តិចសុកស្លូតដើរលេងក្រោយភូមិភ្លាមអូនតូចកុំភ័យណាខ្ញុំនឹងជួយអ្នកថ្ងៃនេះខ្ញុំនឹងបាញ់បានត្រង់និងច្បាស់ជាងមុនអូអ្នករងរបួសធ្ងន់ណាស់ខ្ញុំនឹងជួយអ្នកកុំភ័យណាខ្ញុំនឹងជួយព្យាបាលអ្នកអូនោះជាសត្វរបស់ខ្ញុំជាអ្នកបាញ់វាឲ្យវាមកខ្ញុំមកទេខ្ញុំមិនឲ្យទេតែខ្ញុំជាអ្នកជួយវាជារបស់ខ្ញុំណាមួយវាកំពុងតែមានរបួសប្រគល់វាមកឲ្យខ្ញុំមិនអាចឲ្យអ្នកយកវាទៅបានទេចុងក្រោយពួកគេបានសម្រេចចិត្តទៅសុំឲ្យគ្រូអាចារ្យជួយកាត់សេចក្តីកុំភ័យណាខ្ញុំនឹងជួយឯងខ្ញុំមិនឲ្យឯងទៅគេឡើយលោកគ្រូនៅផ្ទះទេពួកយើងចង់ជួបលោកគ្រូសូមលោកគ្រូជួយដោះស្រាយបញ្ហាឲ្យផងលោកគ្រូជួយរកយកទៅធ្វើឲ្យពួកយើងផងតើមានរឿងអីហ្នឹងខ្ញុំជាអ្នកបាញ់វាមុនដូច្នេះវាជារបស់ខ្ញុំឃើញវាមានរបួសទើបខ្ញុំបិទថ្នាំឲ្យវាខ្ញុំថែទាំវាគួរជារបស់ខ្ញុំគ្រូពួកគេក៏ជំនុំគ្នាថាតឹងត្រូវកាត់នោះយ៉ាងណាជំនុំគ្រួចហើយសត្វនេះត្រូវជាកម្មសិទ្ធិរបស់អ្នកដែលជួយជីវិតវាឃើញទេសូម្បីលោកគ្រូទាំងអស់ក៏ជួយឯងដែរឯងមានសេរីភាពហើយយើងនៅទីនេះដើម្បីជួយឯងកុំបារម្ភអីខ្ញុំមិនដែលឈ្នះអាសុកស្លូតម្ដងណាសោះការជួយសង្គ្រោះសត្វសំខាន់ជាងការសម្លាប់សត្វឬបំផ្លាញជីវិតសត្វនៅក្នុងជីវិតការមានចិត្តករុណានាំឲ្យយើងឈ្នើបពិតប្រាកដមិនមែនដោយកម្លាំងប៉ុន្តែដោយសេចក្តីល្អការជួយសង្គ្រោះប្រសើរជាងការបំផ្លាញជីវិតគេ